សម្រាប់លំហាត់មួយនេះគឺបងប្អូនត្រៀមប្រឡងពេទ្យគឺត្រូវហ្មងលំហាត់នេះគឺជាលំហាត់មួយដែលធ្លាប់ចេញប្រឡងពេទ្យដូចគ្នាដែរប៉ុន្តែជាបញ្ហាបើសិនបើបងប្អូនអរគ្នាអត់បានរៀនទេអត់ដឹងថាទៅធ្វើមិនទេលំហាត់ហ្នឹងប៉ុន្តែលំហាត់ហ្នឹងអត់ប្រវែណាគឺសាមញ្ញងាយស្រួលទេឥឡូវយើងដឹងថាអាហ្នឹងវាងាយស្រួលសាមញ្ញមិនយើងទៅតាមដានមើលរៀនទាំងអស់គ្នាអញ្ចឹងនៅក្នុងលំហាត់របស់យើងគេឲ្យសម័យកាលមកមួយបែបនេះសម័យកាលមួយនេះគឺវាមានលំនឹងហើយនេះគេបានប្រាប់ថាវាមានលំនឹងហើយនៅក្នុងស្ថានភាពសមស្របមួយហើយលបឿនប្រតិកម្មហ្នឹងបំបែកណាបំបែកនេះយ៉ាងនៅពេលលំនឹងគឺបំបែកមានតម្លៃស្មើប៉ុណ្ណេះអញ្ចឹងមានថាលបឿនពេលដែលចប់ប្រតិកម្មមានន័យថាអង្គធាតុប្រតិកគឺវាបំបែកអស់ប៉ុណ្ណេះមានន័យថាប្រតិកម្មខាងអង្គធាតុប្រតិកនិងខាងអង្គធាតុកកើតគឺវាលែងប្រែប្រួលហើយសំណួរគេចង់សួរថាតើលបឿនមិនសម CO នៅពេលលំនឹងមានតម្លៃស្មើប្រមាណទី2គេចង់សួរលបឿនមិនសម CO និង CO នៅពេលផ្ដើមប្រតិកម្មមានតម្លៃស្មើប្រមាណអញ្ចឹងនៅក្នុងកន្លែងនេះគឺអូនស្គាល់លក្ខណៈរបស់ប្រតិកម្មទៅមកអានេះគឺជាប្រតិកម្មទៅមកត្រូវទេអញ្ចឹងប្រតិកម្មទៅមកទៅចាំថានៅពេលដែលវាមានលំនឹងមានថាប្រតិកម្មតាមទិសបដៅទិសច្រាស់គឺវាស្មើគ្នាអញ្ចឹងគេអត់បានសួរសំដៅទៅលើលបឿនរបស់អីមួយទេគឺគេសំដៅលបឿននៃប្រតិកណានេះប្រតិកនិងលបឿនរបស់អីខាងអង្គធាតុកកើតនេះអានេះសារវាមាន2គេហៅលបឿនបនសំលបឿនទាំងគេគិតទាំងមួយខាងនេះនឹងគិតទៅខាងនោះថាតើវាមានតម្លៃស្មើនឹងប៉ុន្មានអញ្ចឹងនៅក្នុងកន្លែងនេះគឺប្រសិនបើបំបែកខាងប្រតិកនេះមានតម្លៃស្មើប្រមាណអញ្ចឹងអាទិសមួយខាងទៀតគឺវាមានតម្លៃស្មើនឹងប្រមាណនឹងដូចគ្នាអញ្ចឹងអត់ខុសគ្នាទេព្រោះទៅចាំថាលបឿនបើសិនបើប្រតិកចូលរួមប្រតិកម្មអស់មួយកកើតនឹងកើតបានមួយឬក៏ទទួលបានមួយដូចគ្នានៅក្នុងគណៈពេលតែមួយឬក៏នៅក្នុងគណៈពេលដែលវាចាប់ផ្ដើមលែងមានប្រតិកម្មឬទទួលភាពលំនឹងអញ្ចឹងសម្បត្តិហ្នឹងគឺអត់ប្របាក់ទេគឺស្រួលទេអញ្ចឹងនៅក្នុងកន្លែងនេះគឺអូនទៅស្គាល់លក្ខណៈនេះមានន័យថានៅពេលលំនឹងលបឿនតាមទិសបណ្ដោយនិងលបឿនតាមទិសច្រាស់ហ្នឹងគឺវាស្មើគ្នាអញ្ចឹងបើសិនបើអានេះវាមានតម្លៃស្មើប្រមាណគេថាអាទិសមួយខាងទៀតហ្នឹងគឺវាមានតម្លៃស្មើប៉ុណ្ណឹងដូចគ្នាអញ្ចឹងបើសិនបើនៅខាងអីឥឡូវយើងដឹងហើយថាលបឿននៅខាងទិសនេះបាទទិសអានេះទិសបើថានេះទិសបណ្ដោយអានេះគឺទិសច្រាស់វាមានតម្លៃស្មើប៉ុណ្ណេះអញ្ចឹងមានន័យថាលបឿនបន្សំរបស់អីរបស់អានេះវានឹងស្មើលបឿនរបស់អីលបឿនរបស់អានេះដូចគ្នាអញ្ចឹងបើសិនបើលបឿនរបស់អីគេរបស់យើងអត់គិតមេគុណណាយើងអត់គិតមេគុណនេះគិតទិសបណ្ដោយទិសច្រាស់អញ្ចឹងវាស្មើនឹងប៉ុន្មាននេះវាស្មើនឹងប៉ុន្មាន 4.5 គុណនឹង 10 ស្វ័យគុណដក4 ម៉ូលក្នុង 1 លីត្រក្នុង 1 វិនាទីនេះអាហ្នឹងគឺលបឿនតាមលបឿនខាងទៅកកើតដែលទិសបណ្ដោយនេះទិសច្រាស់ស្មើគ្នាដល់ពេលមួយទៀតគេសួរថាលបឿនមិនសមរបស់នេះរបស់អាខាងនឹងដដែលប៉ុន្តែនៅពេលណានៅពេលដែលផ្ដើមប្រតិកម្មជាធម្មតាផ្ដើមប្រតិកម្មគឺអត់ទាន់មានការចូលរួមពីប្រតិកហើយប្រតិកអត់ទាន់ចូលរួមប្រតិកម្មអញ្ចឹងអង្គធាតុកកើតក៏អត់ទាន់កកើតដែរអញ្ចឹងកន្លែងនេះត្រូវទៅចាំនៅពេលដែលផ្ដើមប្រតិកម្មបរិមាណប្រតិកក៏វាមិនទាន់ចូលរួមប្រតិកម្មហើយបរិមាណរបស់អី CO និង CO2 CO និង O2 ក៏វាមិនទាន់កកើតអញ្ចឹងមានថាលបឿនមកវាស្មើ0ណាលបឿនមកវាគឺស្មើនឹង0បាទម៉ូលក្នុង 1 លីត្រ S ដក 1 នេះគឺវាស្មើតម្លៃស្មើ0អញ្ចឹងសម្រាប់លំហាត់នេះគឺអត់ពិបាកទេវាមានកលឹះអូនយល់ត្រូវតែប៉ុណ្្នឹងទេហើយនឹងជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀតនៅក្នុងលំហាត់ត្រៀមប្រឡងពេទ្យទាំងអស់គ្នា